Yeah. Chỉ từ nào bong. Dạ kê cho cô mấy chứ. Ai còn cô phong đã tiến đấy còn nâng. កាលពីថ្ងៃម្សិលមិញគ្រួសារខ្ញុំនៅឯខេត្តកណ្ដាលឯណោះក៏ប៉ុន្តែដោយសារមានការងារបន្ទាន់ក៏បាននាំគ្នាទាំងគ្រួសារឡើងមកខេត្តកែបតែម្ដងគឺមកខាងផ្ទះប្រពន្ធខ្ញុំខាងម្ដាយក្មេកខ្ញុំឥឡូវនេះមកដល់នឹករលឹកគ្នាណាបែកគ្នាយូរហើយអាមួយកណ្ដាលនេះក្មួយខ្ញុំមួយមុខមួយក្រោយកូនខ្ញុំឥឡូវនេះធំពីរនេះជិះម៉ូតូឲ្យកូនពៅរុញធ្វើបាយកូនពៅងាកទៅឃើញគោទាចុះជិះទៅបុកគោហៅជិះបុកគោទៀតនិយាយពីថាបានជុំគ្នាសប្បាយបែកគ្នាយូរហើយដោយសារយើងនៅផ្ទះជួលបងប្អូនផ្ទះជួលទីធ្លាទូចអត់សូវមានកន្លែងលេងទេមកដល់ស្រុកស្រែចំការយើងនេះនិយាយពីថាទីធ្លាធំស្រឡះល្អគាត់សប្បាយចិត្តឥឡូវយើងនាំគ្នាមកដើរមើលដំណាំនៅជុំវិញផ្ទះម្ដងដំណាំនៅជុំវិញផ្ទះប៉ុនខ្ញុំច្រើនដែរខាងម្ដាយក្មេកខ្ញុំឥឡូវនេះកូនខ្ញុំគាត់ឃើញផ្លែស្ពឺទុំចង់ញ៉ាំស្ពឺឲ្យខ្ញុំមកបេះហើយអត់ដឹងថាមានក្រងលូកទៅក្រងខាំពេញដៃនេះដំណាំនៅជុំវិញផ្ទះមានច្រើនដែរមានចេកមានត្រប់តឡាចសសក់ស្រូវម្ទេសហើយមានដើមក្រូចថ្លុងមួយដើមដែរបានមួយអត់ទាន់គ្រប់វិធីមកបេះខ្ចីហ្នឹងខ្ចីឯងប្រើតែកូនពៅបងហ្នឹងកូនពៅបេះបានយកទៅឲ្យនៅខាងទុំវាឆ្អុលមកឲ្យបេះទៀតណាបានញ៉ាំបានដែរក៏ប៉ុន្តែស្ពឺវាអត់សូវធំហ្នឹងផ្លែគេហើយបាន3ហ្នឹងយកទៅឲ្យទៀតយកចែកជាអ្នកមួយទៀតហើយស្ពឺសាមកបានមកស្រុកបេះមកតាមខ្ញុំនិយាយថាមន់ទេបងប្អូនអូសម្បូរណាស់ឲ្យក្មេងខ្ញុំគាត់អ្នកចាំត្រឹមលក្ខណៈគ្រួសារមន់ទាមាននិយាយរួមទៅចាំនឹងទុកទៅទទួលបងប្អូនទៅឆ្ងាយទៅលេងស្រុកកំណើតទេហើយនេះសកម្មភាពពេលឥឡូវដល់ពេលល្ងាចសកម្មភាពពេលល្ងាចគាត់ទាមកលេងនៅឆ្នេរហើយឆ្នេរនេះបងប្អូនឆ្នេរសមុទ្រនៅកោលយើងស្អាតហើយបងប្អូនមានឃើញស្អីនៅរៀងកម្មៅដុំវែងហ្នឹងអាហ្នឹងខ្លុយបងប្អូនដោយសារមេឃខ្យល់ខ្លាំងហើយអាឡូធំអញ្ចឹងវាបោកបក់ខ្លុយនឹងដាច់វាដែតឡើងមកលើគោកអស់ហើយខ្លុយនេះបងប្អូនកុំច្រឡំមិនមែនខ្លុយយើងផ្លុំទេណាខ្លុយនេះជាប្រភេទរុក្ខជាតិដែលដុះនៅក្នុងសមុទ្រជាជំរករបស់មច្ឆានិងក្តាមខ្យងផ្សេងនិយាយរួមទៅឲ្យតែមានខ្លុយមានអីនឹងដុះច្រើនអញ្ចឹងត្រីក៏វាសម្បូរដែរក្នុងម្ដុំហ្នឹងកូននឹងក្មួយខ្ញុំទាចុះងូតទឹកដែរតែអត់ហ៊ានឲ្យចុះងូតបងប្អូនអូយមិនក៏ខ្យល់អាឡូក៏ធំណាស់ហើយណាមួយខ្លាចផ្ដាសាយអាកាសធាតុអត់សូវល្អផងអញ្ចឹងអត់ហ៊ានបដោយឲ្យលេងនៅតែមាត់ច្រាំងដើរកាយរនក្តាមដើរឃើញរននាំនេះកាយហើយនេះបងប្អូននៅផ្សារកំពង់ត្រាចនៅមុនពេលពួកខ្ញុំធ្វើដំណើរឡើងមកខេត្តកណ្ដាលវិញអញ្ចឹងប្រពន្ធខ្ញុំឆ្លៀតចូលទិញម្ហូបទុកខ្លះយកម្ហូបនៅផ្ទះប្រពន្ធខ្ញុំភាគច្រើនគាត់ចូលចិត្តត្រីប្រឡាក់ត្រីប្រឡាំងគេហៅត្រីប្រឡាំងត្រីនឹងសាច់ណែនល្អសាច់វាឆ្ងាញ់យកមកស្លមកជូរទឹកល្ងៀងមកជូរត្រួយអំពិលហើយនឹងទិញប៊ីឈឺបានមកថងដែរហើយវីដេអូនេះមានតែប៉ុណ្្នឹងទេជម្រាបលាទាំងអស់គ្នា